សួស្តីបងប្អូនថ្នាក់ទី4ទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានមេរៀនមួយទៀតគឺតាក់ទងទៅនឹងប្រមាណវិធីបូកឯកតារង្វាស់ពេលវេលាអញ្ចឹងបងប្អូនធ្លាប់បានសិក្សារួចមកហើយអំពីការបដូរឯកតារង្វាស់ពេលវេលាពីម៉ោងទៅនាទីឬក៏ពីនាទីទៅម៉ោងឬក៏ពីនាទីទៅវិនាទីហើយនឹងពីវិនាទីមកនាទីវិញអញ្ចឹងនៅក្នុងមេរៀននេះគឺបងប្អូនមកសិក្សាតាក់ទងទៅនឹងប្រមាណវិធីបូកឯកតារង្វាស់ពេលវេលាឧទាហរណ៍ថាលោកគ្រូមានចំនួន2ម៉ោងបូក3ម៉ោងតើស្មើនឹងប៉ុន្មានម៉ោងចឹងបងប្អូនគិតមើលថាតើដើម្បីយក2ម៉ោងបូកនឹង3ម៉ោងតើស្មើនឹងប៉ុន្មានម៉ោងអញ្ចឹងនៅក្នុងការធ្វើប្រមាណវិធីបូកយើងបូកដូចនឹងការបូកចំនួនធម្មតាដែរមានន័យថាម៉េចមានន័យថាយើងយក2ម៉ោងបូកឲ្យ3ម៉ោងអញ្ចឹង2បូក3ស្មើនឹងប្រមាណបាទគឺ2បូក3ស្មើនឹង5គឺស្មើនឹង5អី5ម៉ោងអញ្ចឹងមានន័យថាម៉េចមានន័យថា2ម៉ោងបូកឲ្យបូកថែម3ម៉ោងគឺស្មើនឹង5ម៉ោងយើងសរសេរលេខ5ក្នុងប្រអប់អញ្ចឹងនេះគឺជាប្រមាណវិធីបូកឯកតារង្វាស់ពេលវេលាគឺយើងធ្វើប្រមាណវិធីបូកធម្មតាគឺយើងបូកពីលើចុះក្រោមហើយចាប់ដើមពីខ្ទង់រាយទៅមុនតែក្នុងករណីនេះគឺមានតែមួយខ្ទង់គឺខ្ទង់រាយឧទាហរណ៍មួយទៀតបើសិនជាមានលេខលើសពីខ្ទង់រាយឧទាហរណ៍ថា23ម៉ោងបូកថែមឲ្យ10ម៉ោងតើស្មើនឹងប៉ុន្មានម៉ោងនេះធ្វើប្រមាណវិធីបូកធម្មតា23ម៉ោងបូកឲ្យ10ម៉ោងតើស្មើនឹងប៉ុន្មានអញ្ចឹង3បូក0គឺស្មើនឹង3 2បូក1គឺស្មើនឹង3អញ្ចឹង33នេះគឺ33ម៉ោងអញ្ចឹងយើងសរសេរលេខ33នៅក្នុងប្រអប់មានន័យថា23ម៉ោងបូកថែម10ម៉ោងគឺស្មើនឹង33ម៉ោងនេះគឺជាឧទាហរណ៍ងាយៗតាក់ទងទៅនឹងប្រមាណវិធីបូកឯកតារង្វាស់ពេលវេលាអញ្ចឹងយើងមកឧទាហរណ៍មួយទៀតចុះឧទាហរណ៍បើសិនជាលោកគ្រូមានចំនួន3ម៉ោងនិង50នាទីបូកថែមឲ្យ2ម៉ោង15នាទីតើស្មើនឹងប៉ុន្មានម៉ោងនិងប៉ុន្មាននាទីដើម្បីធ្វើប្រមាណវិធីបូកឯកតារង្វាស់ពេលវេលាដែលមានម៉ោងផងមាននាទីផងយើងសរសេរជាប្រមាណវិធី3ម៉ោង50នាទីបូកឲ្យ2ម៉ោងយើងសរសេរត្រូវតាមខ្ទង់បែបហ្នឹងមកនឹង15នាទីចុះក្នុងករណីបែបនេះតើយើងបូកដូចម្ដេចបើសិនបើយើងមានម៉ោងផងនាទីផងបែបនេះគឺយើងត្រូវយកនាទីបូកនឹងនាទីម៉ោងបូកនឹងម៉ោងអញ្ចឹងយើងបូកលេខធម្មតាមក0បូក5គឺស្មើ5បូក1គឺស្មើនឹង6 65នាទីម៉ោងបូកម៉ោង3ម៉ោងបូក2ម៉ោងគឺស្មើនឹង5ម៉ោងអញ្ចឹងបន្ទាប់ពីយើងបូកឃើញបែបនេះតើ5ម៉ោងនិង65នាទីនេះគឺជាចម្លើយចុងក្រោយមែនឬអត់បងប្អូនត្រូវដឹងថាក្នុង1ម៉ោងគឺស្មើនឹង60នាទីមានន័យថាផុតពីលេខ60ទៅគឺវានឹងថយមកលេខ1នាទីវិញអញ្ចឹងក្នុងករណីបែបនេះយើងឃើញថា65នាទីនេះលើសຂະនាទីទូទៅអត់ຂະនាទីទូទៅគឺតែ60នាទីទេផុត60នាទីគឺមក1នាទីវិញអញ្ចឹងបើក្នុងករណីបែបនេះយើងឃើញ65នាទីឃើញវាលើសនាទីអញ្ចឹងយើងត្រូវធ្វើម៉េចកន្លែងហ្នឹងគឺមានន័យថាយើងត្រូវបដូរ2នាទីមក1ម៉ោងមានន័យថាយក65នាទីនេះទៅបដូរទៅជាម៉ោងទាំងអស់អញ្ចឹងដើម្បីបដូរ2នាទីទៅម៉ោងបងប្អូនបានរៀនរួចហើយគឺដើម្បីបដូរ2នាទីទៅម៉ោងយើងត្រូវចែកនឹង60យកចំនួននាទីចែកនឹង60អញ្ចឹងយើងយក65ចែកនឹង60ចំនួន1ដង1 0ដង0 1 6ដង6អញ្ចឹងយើងចាប់ដើមដក
65 đo 60 នៅសល់ប្រមាណ5ដក0នៅសល់5 6ដក6នៅសល់0ចឹងផលចែកដែលយើងចែកឃើញគេហៅវាថាជាម៉ោងហើយព្រោះយើងដូរពីនាទីទៅម៉ោងអញ្ចឹងគឺជាម៉ោង1ម៉ោងចំណែកសំណល់ដែលយើងចែកនៅសល់គឺគេហៅវាថាជានាទីអញ្ចឹងមានន័យថាម៉េចពេលយើងចែកហើយតើយើងយក1ម៉ោងនេះទៅធ្វើដូចម្ដេចជាមួយនឹង5ម៉ោងនេះគឺមានន័យថាយើងយក1ម៉ោងទៅបូក5ម៉ោងទៀតស្មើនឹង6ម៉ោងចំណែកនាទីដែលនៅសល់គឺប្រមាណគឺ5នាទីអញ្ចឹងយើងសរសេរថែមគឺ5នាទីនេះគឺជាចម្លើយចុងក្រោយនៃការធ្វើប្រមាណវិធីបូកឯកតារបស់ពេលវេលាដែលមានម៉ោងផងនាទីផងអញ្ចឹងយើងឃើញ6ម៉ោងនិង5នាទីនេះគឺជាចម្លើយចុងក្រោយនៃប្រមាណវិធីបូកឯកតារបស់ពេលវេលាវីដេអូថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណ